dương từ cho cha kê không ai thấy á khai tại lư dương từ xóm cho cha kê phủ khai on không ai khai on á nhưng từ sao đây thằng được nòm dương đi thà dương mình chọn ao thầy nâng mừng dương á phủ ấy cái bật mình sao nâng dương ấy từ cho cha xong bay cái hộp mấy phủ mình được nòm dương thọp hẹp ấy thập bật hẹp mỗi năm có bàn đại ở đó tại miền po được miền trăng ấy trăng tới vì thưa ở thằng đó khai khôi kết tự thằng được nòm Campuchia mà đó mau nữa anh ấy miền kết tự ấy thử phi khai khôi ấy têនៅពេលដែលថៃវាយបាក់ស្បាតរហូតដល់យក51កន្លែងដែនអធិបតេយ្យរបស់យើងស្លាប់ទាហានយើងមកកណោយើងអស់មានអីដែលត្រូវភ័យរឿងខូចកិត្តិយសអីហ្នឹងទៀតឯព្រោះអីកិត្តិយសរបស់ខ្មែរយើងមិនមែននៅលើការដែលថៃវាយដីយើងបានទេតាមពិតណាពេលដែលថៃវាយឈ្លានពានដែនអធិបតេយ្យកម្ពុជាយើងជាប្រទេសទុនខ្សោយមួយដែលមិនអាចតដៃជាមួយថៃអីបានថៃបំពេញឈ្លានពានពេកហើយយើងការពារដែនអធិបតេយ្យក្នុងនាមជាជនរងគ្រោះបើស្មារតីខ្មែរជាតិខ្មែរនេះបរួបរួមគ្នាកំបាច់បាក់គ្នាយើងឈ្នះសិលធម៌យើងឈ្នះគុណធម៌យើងឈ្នះកម្លាំងថៃខ្លាំងប្រាប់ថៃថាខ្មែរអត់បែកខ្ញែកគ្នាទេប៉ុន្តែអ្វីដែលចាញ់កិត្តិយសរបស់យើងដែលបាត់មិនមែនរឿងតែបាត់ដីនឹងទេកិត្តិយសខ្មែរយើងដែលបាត់គឺបាត់នៅពេលដែលយើងអត់អាចមូលមាត់គ្នានៅពេលដែលជាតិសាសន៍ឆ្លោះគ្នាជាមួយជាតិសាសន៍បងប្អូនពេលជាតិសាសន៍ពីរឆ្លោះគ្នាហើយយើងអត់មូលមាត់គ្នាបានន័យថាយើងបរាជ័យធំបំផុតគឺតកតងសិលធម៌គុណធម៌និងការបង្រួបបង្រួមផ្សះផ្សាជាតិនេះគឺជាបរាជ័យហើយមានដឹកនាំទទួលយកទៅព្រោះយើងដឹកនាំប្រទេសឲ្យបរាជ័យដែលមិនអាចមូលមាត់គ្នានៅពេលដែលឆ្លោះគ្នាជាមួយសត្រូវគ្រួសារពីរឆ្លោះគ្នាយើងជាគ្រួសារខ្លួនឯងកូនកូនបោចសក់គ្នាដែរបោចសក់អាបងបោចអាប្អូនបោចអាបងធាក់គ្នាទាត់គ្នាអត់មានកម្លាំងទៅទប់គេអានឹងជាបរាជ័យធំតាមពិតខ្ញុំមិនទៅជាយើងដឹងថាថៃឈ្លានពានយើងដឹងតាវាជាអំពើឈ្លានពានខុសច្បាប់ខ្ញុំនៅតែខោទោសប៉ុន្តែអារឿងថៃឈ្លានពានយើងខុសច្បាប់បំពានយើងសពបែបយ៉ាងជារឿងមធ្យមទេងុំតែយើងឲ្យថៃឈ្លានពានបានទាំងផ្នែកសិលធម៌ផ្នែកគុណធម៌ផ្នែកតកតងនឹងអាការបង្រួមសាមគ្គីផ្ទៃក្នុងជាតិយើងនឹងយើងអត់ធ្វើបានណាដោយសារយើងមួយវាយមួយដោយសារយើងចាប់គ្នាដាក់គុកដោយសារយើងធ្វើអីសពបែបយ៉ាងដោយសារគម្រាមកំហែងយកខ្មែរគ្នាចាត់ជាសត្រូវសពបែបយ៉ាងលៀបពណ៌គ្នាជេរបចោគ្នានៅពេលដែលយើងមានទុកដីខ្មែរបាត់ទៅថៃយើងគិតមើលតើយើងមានកិត្តិយសនៅសល់កន្លែងណាទៀតក៏ប៉ុន្តែយ៉ាងណាក៏ភាគីកម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការទាត់ចោលព័ត៌មានដែលថាយើងទៅចរចាគេអញ្ចឹងណាតាមពិតម៉ោងនេះបើនិយាយមែនតើណាវាគួរតែដល់ពេលសំលមមដែលរកវិធីបើជ្រុលតែរដ្ឋាភិបាលគិតថាមិនប្រើអតឡាការយុទ្ធធម៌អន្តរជាតិឬក៏តឡាការព្រំប្រទានអន្តរជាតិហើយនៅចង់បានអាយន្តការស្អី JBC ចរចាទ្វេភាគីអហិង្សាសន្តិភាពហ្នឹងវាគួរតែអាព័ត៌មានអញ្ចឹងអីចាប់ផ្ដើមបើកត្រួសត្រាយផ្លូវហ្នឹងឲ្យមានសម្បទានគ្នាទៅវាអត់មានផ្លូវទៅទេព្រោះយើងចង់ឲ្យបានការចរចាគ្នាណារួយខ្មែរមួយថ្ងៃហៅគេឲ្យតែឲ្យអា JBC ហ្នឹងមកវាស់ព្រំដែនវិញមកអីវិញហ្នឹងហៅគេបបួលគេរាល់ថ្ងៃដែរហ្នឹងហើយថៃគេថាអត់ទេចាំមានរដ្ឋាភិបាលសិនឥឡូវមានរដ្ឋាភិបាលហើយគេថាចាំរៀបគណៈរដ្ឋមន្ត្រីសិនឥឡូវរៀបគណៈរដ្ឋមន្ត្រីហើយគេចាំថាំងដូរគណៈកម្មការសមាជិកសមាជិកភាពអីចឹងដូច្នេះរឿងហ្នឹងវាអញ្ចឹងយើងតាមពិតកម្ពុជាថាំងតែបបួលគេហ្នឹងសុំគេឲ្យមកវាស់វែងដោយសារតែមានកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូឆ្នាំ2025រួចទៅហើយអីចឹងថៃគេនៅងឿអីចឹងទៅប៉ុន្តែបងប្អូនក្នុងការដែលចរចាឲ្យមានការអ្វីក៏ដោយអាព្រំដែននេះណាបើសិនជាចង់ឲ្យវាស់ដីនឹងសង្ឃឹមថាខ្មែរថាអូតាមយន្តស្អីយន្តការទ្វេភាគីយន្តការការទូតអីនឹងបានផលគឺតលតែចាប់ផ្ដើមពីអញ្ចឹងដូចជាព័ត៌មានរឿងបើព្រំដែនហ្នឹងក៏ចាប់ផ្ដើមមានការជជែកគ្នាអីចឹងទៅតែអត់ទេឥឡូវគឺប្រប្រកាន់ស្រីប្រកែកគឺនាំគ្នាយកតែមួយឆ្នេះដៃឥឡូវឮព័ត៌មានហ្នឹងខាងក្រសួងតាពិតក្រសួងការពារជាតិកម្ពុជាទេអ្នកដែលចេញសារមុនគេក្រសួងការពារជាតិកម្ពុជាហ្នឹងចេញសាររបស់អ្នកស្រីម៉ូលីសុជាតាហ្នឹងថ្ងៃនេះខ្ញុំអានឲ្យបងប្អូនស្ដាប់ចេះអ្នកស្រីម៉ូលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃប្រជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជននិងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិឲ្យបានជ្រាបចេះក្រសួងការពារជាតិសម្ដែងការខកចិត្តយ៉ាងខ្លាំងនិងសូមបដិសេធចំពោះព័ត៌មានដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងសារព័ត៌មានរបស់ថៃជាបន្តបន្ទាប់ដែលថាកម្ពុជាស្នើឲ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់ដោយនេះជាព័ត៌មានคล้ายៗនឹងផ្ទុយពីការពិតនៅក្នុងការដែលនៅក្នុងចេតនាដើម្បីបង្កការភ័ន្តឬក៏បំភាន់សាធារណមតិជាតិនិងអន្តរជាតិ
គួរបញ្ជាក់នៅក្រសួងការពារជាតិបន្ថែមគួរបញ្ជាក់ផងដែរថាថៃបានបិទច្រកព្រំដែនដោយឯកតោភាគីដូច្នេះបើសិនជាថៃចង់បើកឡើងវិញក៏ជាការទទួលខុសត្រូវរបស់ថៃនៅក្នុងការបើកឡើងវិញជាឯកតោភាគីដែរហើយកម្ពុជាតែងតែត្រៀមខ្លួនរួចជាស្រេចដើម្បីឆ្លើយតបដោយសមស្របនិងត្រឹមត្រូវនៅក្នុងន័យនេះសូមសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នជៀសវាងការចាញ់បោកបញ្ឆោតព័ត៌មានមិនពិតនិងคล้ายៗទាំងនេះដោយធ្វើការផ្ទៀងផ្ទាត់ប្រភពឲ្យបានច្បាស់លាស់បាទខកចិត្តក្រសួងការពារជាតិយើងខកចិត្តណាស់ឲ្យតែឮថាបើកច្រកព្រំដែនអីឡើងវិញសង្គ្រោះបន្ទាន់មិនសង្គ្រោះបន្ទាន់អីព្រោះខកចិត្តហ្នឹងរឿងតែមួយទេថាកម្ពុជាទៅសុំគេបើកឡើងវិញតាមពិតខ្ញុំមិនកាន់ជើងខាងណាជាការពិតជាសច្ចធម៌ដោយហួសហេតុដែរបើសិនជាឲ្យកម្ពុជាទៅសុំគេបើកវិញហ្នឹងគឺដូចជាវាមិនត្រូវដែរមិនអញ្ចឹងណាកម្ពុជាមានអ្នកបិទឯណាថៃទៅអ្នកបិទមុនណាអញ្ចឹងបើថៃបិទមុនថៃបើកមុនហើយឃើញភាគីកម្ពុជាទាំងលោកហ៊ុនម៉ាណែតអីហ្នឹងក៏ធ្លាប់លើកឡើងដែរថាបាល់នៅលើជើងថៃឯងបើថៃចង់បើកវិញបើកទៅកម្ពុជាត្រូវការពេល5ម៉ោងព្រោះកាលមុនហ្នឹងធ្លាប់លើថៃឲ្យថាបើកព្រមគ្នាដំណើរគ្នាអីកម្ពុជាអត់ព្រមថាឲ្យថៃបើកមុនបាទអាហ្នឹងគឺនិយាយទៅយើងក៏នៅតែខ្លាំងកម្ពុជាខ្លាំងអញ្ចឹងកាលពីមុនហ្នឹងគឺថាថៃសុំទាឲ្យបើកព្រមគ្នាកម្ពុជាថាអត់ទេថៃបាក់អ្នកបិទមុនចឹងបើកមុនទៅអញ្ចឹងថៃងឿដែរដោយសារអត់បើកព្រមគ្នាវាបាក់មុខខ្លាំងពេកព្រោះខ្លួនឯងអ្នកបិទសោះហ្នឹងហើយទៅមកបើកព្រមគ្នាមិនបានចាំបើកមុនវាធ្វើឲ្យមានមុនមានក្រោយ2នាក់ឆ្លោះគ្នាដណ្ដើមគ្នាដីកដាលវាយគ្នាប្រាវយកដីខ្មែរអស់លីងអាហ្នឹងដោយសាររឿងបើកព្រំដែនហ្នឹងដែរតែកម្ពុជាក៏ខាញ់រែងរឹងមាំរបស់ខ្លួនដែរមិនអញ្ចឹងអត់ព្រមមិនបើកព្រំដែនឲ្យណាយបិទ100ឆ្នាំ500ឆ្នាំទៀតក៏បានដែរឥឡូវបិទទៅបិទតែព្រំដែនថៃបៃយកព្រំដែនមកដូចតែគ្នាព្រំដែនអត់បើកមែនតែយកដីខ្មែរអស់លីងហើយយកមកឥឡូវចូលប្រាសាទបនចូលឆ្នាំខ្មែរហ្នឹងគឺប្រាសាទតាកបីប្រាសាទតាអីហ្នឹងគឺថាប្រពាក់ប្រពូនធ្វើឲ្យកម្ពុជាក្រំគ្រាដួងចិត្តប៉ុន្តែលោកហ៊ុនសែនថារឿងប៉ិនកូនដៃសោះហ្នឹងទៅខ្វល់ទៅភ័យអីច្រើនពេកនាំគ្នាសបាយអស់ដៃសិនទៅចង់នាំគ្នាសបាយខាងខ្មែរដោះអស់ដៃដោយទាំងសង្កេតការអាស៊ានទាំង AOT ទាំងអីអាស៊ានហ្នឹងចុះទៅព្រំដែនទៅមើលព្រំដែនពឺតដែរមកអស់ដៃប៉ាតមកសៅទាញព្រាត់ទាញអីហ្នឹងផ្អើលភូមិចឹងដែរទៅមួយយ៉ាងដែរបាទបើធ្វើម៉េចបើយើងនៅនាំគ្នាអង្គុយយំទួញសោកអីហ្នឹងទៀតបើអត់បានដីមកវិញដដែលព្រោះរដ្ឋាភិបាលអត់ប្តឹងអីអញ្ចឹងជ្រុលអញ្ចឹងហើយនាំគ្នាសបាយទៅកុំឲ្យទុកសោកច្រើនពេកឥឡូវនេះខាងថៃក៏គេមកវិញដែរលោកអនុទិនច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីថ្មីរបស់ថៃគេលើកឡើងមកវិញថាអញ្ចេះលោកថាគិតមកត្រឹមថ្ងៃទី15ខែមេសានេះគឺភាគីថៃមិនបើកច្រកទ្វារព្រំដែនកម្ពុជាថៃឡើងវិញទេហើយបញ្ជាក់ថាអត់ទាន់ដល់ពេលទេកន្លែងនេះជាសារល្អដែរពាក្យថាអត់ទាន់អឺនេះដូចថាអត់ទាន់ដល់ពេលហ្នឹងគឺវាជាល្អមួយចំណុចថាអាចនឹងនាំគ្នាយកទៅអាចថ្ងៃក្រោយអីចឹងទៀតណាលោកអនុទិនច័ន្ទវរៈកុលគាត់ថាពេលវេលាហ្នឹងមិនទាន់ដល់ទេអត់ទាន់បើកព្រំដែនប៉ុន្តែលោកអនុទិនហ្នឹងមិនមុននឹងជាប់ជានាយករដ្ឋមន្ត្រីហ្នឹងគាត់ធ្លាប់ប្រាប់ថាបើប្រជាប្រដ្ឋថៃឲ្យបិទមកអាយុគាត់បិទមកអាយុអីចឹងទៀតនេះគឺក្នុងន័យគាត់បកស្រាយអញ្ចឹងតែគាត់ថាអញ្ចេះគាត់ថាវាអត់ទាន់ដល់ពេលបើកហើយនៅពេលដែលគេសួរគាត់ថាឮព័ត៌មានដែលថាពីខាងកម្ពុជាស្នើសុំឲ្យបើកច្រកការទូតតំណាក់តំណងគ្នាយ៉ាងម៉េចតាក់ទងគ្នាឡើងវិញស្ដារប្រព័ន្ធការទូតឡើងវិញហ្នឹងលោកអនុទិនហ្នឹងក៏និយាយថាឥឡូវហ្នឹងអត់មានការបើកតំណាក់តំណងការទូតឡើងវិញទេក្រៅតែពីមានបើបុគ្គលិកទូតនឹងអង្គុយចាំប្រូម្នាក់ពីរបោះជូតនឹងតែប៉ុណ្្នឹងឯងមានភារៈធារីអីហ្នឹងអត់មានកម្រិតការទូតអីនៅឡើយទេប៉ុន្តែយ៉ាងណាអ្វីដែលលោកអនុទិនច័ន្ទវរៈគុលនិយាយមានចំណុចពីរដែលគួរឲ្យកត់សម្គាល់រឿងបើកព្រំដែនគាត់ទាត់ចោលព័ត៌មាននឹងដែរថាអត់បើកទេខាងថៃគេភ័យខ្លាចមកសុំខ្មែរបើកដែរខាងខ្មែរក៏ភ័យខ្លាចថាយើងនឹងទៅសុំថៃបើកដែរអញ្ចឹងថៃគេថាអត់មានចរចាអត់មានអីទាំងអស់ក្នុងអត់ទាន់មានការចរចាបើកព្រំដែននឹងទេហើយក៏អត់មានការបើកព្រំដែននៅពេលនេះដែរវាមិនទាន់ដល់ពេលអានេះរឿងមិនទាន់ដល់ពេលនេះគឺជាចំណុចវិជ្ជមានគាត់បន្តថារាល់ការដែលស្ដារទំនាក់ទំនងការទូតឡើងវិញយ៉ាងណានោះគឺត្រូវចាប់ផ្ដើមពីការកសាងទំនាក់ទំនងល្អនៅព្រំដែនឡើងវិញឲ្យមានការជឿទុកចិត្តគ្នាសិនទើបអាចចាប់ផ្ដើមឲ្យមានទំនាក់ទំនងទូតប៉ុន្តែអត់មានពេលវេលាកំណត់ណាឬក៏ឆាប់ឬក៏យ៉ាងណាទេបាទបងប្អូននេះគឺជារឿងមួយដែលអ្នកនយោបាយគឺគាត់ឡើងមកមិនទាន់បានកដៅកៅអីហងដូច្នេះយើងចាំមើលតាមការគួរទៀតទៅឥឡូវខ្ញុំស្លេះការដែលនិយាយអំពីរឿងព្រំដែនដែលនៅតែតឹងផ្អឹសនេះដំណោះស្រាយក៏គ្មានឥឡូវនិយាយពីនយោបាយនៅប្រទេសកម្ពុជាវិញយើងឃើញ
ម្នាក់នាំគ្នាបួងសួងវត្ថុស័ក្តិសិទ្ធិទេវតារក្សាលោកបុព្វលឹងពុពះបរោះខ្មែរឲ្យប្រសិទ្ធិពរជ័យសិរីសួស្តីជ័យមង្គលវិបុលសុខគ្រប់ប្រការដល់បងប្អូនទាំងអស់គ្នាដែលជាពិសេសអ្នកដែលនៅក្រៅឃុំតែឥឡូវអ្នកនៅក្នុងឃុំតកតនឹងករណីរឿងទេវតានេះថ្ងៃនេះឃើញមានសាររបស់សហមេធាវីរបស់លោកកម្មសុខាបានប្តឹងទេវតាឆ្នាំថ្មីឲ្យរកយុត្តិធម៌ជូនកូនក្តីយុត្តិធម៌រកតាមផ្លូវតុលាការអស់ចិត្តហើយដូចជា10ឆ្នាំជាងហើយជិត10ឆ្នាំហើយមិនមែនជា10ឆ្នាំជាងព្រោះលោកកម្មសុខាជាប់ពន្ធនាគារតាំងថ្ងៃ3ខែកញ្ញាឆ្នាំ2017 3កញ្ញានេះវិញជិត9ឆ្នាំហើយចង់និយាយថាជិតមកទសវត្សរ៍ហើយហ្នឹងជិត10ឆ្នាំហើយបងប្អូនវាអត់មានពលិយុត្តិធម៌អីសោះហើយតុលាការបានជំនុំជម្រះក្តីកាលពីមុនចូលឆ្នាំ3-4ថ្ងៃនិយាយទៅមុនទេវតាចុះមកហើយឥឡូវតុលាការគេអត់សម្រេចក្តីយ៉ាងណាទេគេចាំថ្ងៃក្រោយមិនដឹងថ្ងៃណាទេដូច្នេះថ្ងៃនេះខ្ញុំដកស្រង់សាររបស់សហមេធាវីរបស់លោកកម្មសុខាគឺលោកមេធាវីផែងហេងដែលសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកតាមពិតសាររបស់លោកមេធាវីផែងហេងគឺជាសារជូនពរទូទៅដែរទេព្រោះគាត់សរសេរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមីអត្តស័កពុទ្ធសករាជ2570នេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាព្រះមហាស្វេតឆ័ត្រទេវតាឆ្នាំមមីសូមថ្វាយព្រះរាជពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការដល់ព្រះករុណាជាម្ចាស់លើត្បូងព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាជាតិកម្ពុជានិងសម្ដេចម៉ែសូមជាសះស្បើយពីព្រះរាជរោគទាំងឡាយទាំងពួងនឹងមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយឺនយូរអានេះគឺសារដែលគាត់ប្រសិទ្ធពរជ័យដល់អង្គព្រះមហាក្សត្រតែនៅក្នុងពេលនេះលោកផែងហេងក៏មិនភ្លេចបួងសួងឧទ្ទិសដល់ទេវតាឆ្នាំថ្មីដែរតើសារអីដែលគាត់ចង់បានពីទេវតាឆ្នាំថ្មីខ្ញុំសរសើរលោកផែងហេងដែរគាត់មិនខ្វល់តែរឿងខ្លួនគាត់ទេគឺគាត់ខ្វល់ទាំងអស់ដល់កូនក្តីគាត់ផងដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីផងអីអញ្ចឹងសារសម្រាប់កូនក្តីគាត់និយាយចេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីទេវតាឆ្នាំមមីនេះដែលជាទេវតាដែលមានឫទ្ធិបារមីយុត្តិធម៌មិនរងនៅអកតេបាទពាក្យអកតេហ្នឹងគឺភាពលំអៀងពួកអកតេមាន4លំអៀងដោយការស្អប់ដោយការភ័យដោយការខ្លាចដោយការស្រឡាញ់ឬដោយការខឹងអីចឹងទៅសូមបើកប្រណេតផ្ដល់យុត្តិធម៌ដល់ឯកឧត្តមកម្មសុខាឲ្យរួចផុតពីបទចោទដ៏រ៉ាំរ៉ៃអស់រយៈកាលជិត1ទសវត្សរ៍យ៉ាងអយុត្តិធម៌ខ្ញុំសូមប្តឹងទូលពិតថ្វាយជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរដែលមេធាវីដល់ពូកែម្នាក់នៅប្រទេសកម្ពុជាខ្ញុំធ្លាប់បានជម្រាបជូនបងប្អូនឲ្យថាលោកមេធាវីផែងហេងលោកមេធាវីអាងឧត្តមអ្នកស្រីមេធាវីមេងសុភារីលោកមេធាវីជួងជំងីលោកមេធាវីច័ន្ទជេនសុទ្ធតែមេធាវីមានអាជីពបកែក្នុងការពារក្តីការការពារក្តីតែអាចឈ្នះមួយរឿងទេព្រោះវាអកុសលគាត់ការពារក្តីឲ្យតែកូនក្តីដែលជាមន្ត្រីឬក៏សកម្មជនគណៈបកប្រឆាំងមេបកប្រឆាំងអីចឹងហើយនៅពេលដែលតុលាការគេចង់ឲ្យតែអ្នកទាំងអស់នោះជាប់គុកចឹងមេធាវីមកពីឋានប្អិនណាក៏មិនអាចនឹងការពារក្តីនេះឈ្នះដែរព្រោះរឿងវារឿងនយោបាយវាមិនមែនជារឿងច្បាប់រឿងអីទេបើគេឲ្យរួចបើគេឲ្យជាប់ហ្នឹងហើយឥឡូវបើសិនជាយើងនិយាយពីរឿងច្បាប់ម៉ោងនេះលោកកម្មសុខាអត់ត្រូវការជាប់គុកយូរដល់ប៉ុណ្ណឹងទេហើយបើសិនជាជាប់គុកយូរដល់ប៉ុណ្ណឹងក៏សំណុំរឿងជំនុំជម្រះក្តីអីហ្នឹងវាគួរតែចប់សពគ្រប់យូរហើយព្រោះដំណើរការយុត្តិធម៌គេអត់ដែលធ្វើរហូតដល់9ឆ្នាំអញ្ចឹង8ឆ្នាំអញ្ចឹងនៅក្នុងការកាត់ក្តីគឺគេប្រញាប់លឿនដើម្បីអីឲ្យកូនក្តីហ្នឹងតតាំងក្តីអញ្ចឹងឲ្យចប់ទៅបើមានយុត្តិធម៌មិនយុត្តិធម៌មិនត្រូវការឃុំខ្លួនកូនក្តីឲ្យលើសនីតិវិធីកុំឲ្យតឡាការប្របាក់សងប្របាក់ជួសជុលសំណងសម្រាប់ឲ្យប្រជាពលរដ្ឋកុំឲ្យគ្នាភ័យខ្លាចបាក់ស្បាតមិនទុកចិត្តអាជ្ញាធរចង់និយាយថាកុំឲ្យមានអាគេហៅវិធីដូចខ្មែរក្រហមចាប់ខុសកុំឲ្យតែលែងច្រឡំអីអញ្ចឹងនៅខ្មែរហ្នឹងគឺសុកចិត្តចាប់ខុសអត់ឲ្យលែងច្រឡំទេយកមកដាក់សិនហើយគុកនឹងរកកន្លែងដាក់អត់បានទេដោយសារនីតិវិធីឃុំខ្លួនបដោះអាសន្នហ្នឹងវាស្អីក៏ឃុំខ្លួនស្អីក៏ឃុំខ្លួនខ្ញុំធ្លាប់ស្ដាប់ប្រសាសន៍របស់មេធាវីនៅស្រុកខ្មែរដូចជាលោកមេធាវីសុកសំអឿនអីនៅក្រុមអ្នកច្បាប់អមរិនអីវិញលោកធ្លាប់និយាយថាក្នុងប្រព័ន្ធតុលាការកម្ពុជាហ្នឹងហាក់បីដូចជាយកអាការដែលឃុំខ្លួនមនុស្សហ្នឹងគឺជារឿងមួយដែលដូចថាជាចំណុចអតិភិបតាមពិតការឃុំខ្លួនមនុស្សហ្នឹងគួរតែជាចំណុចចុងក្រោយព្រោះមនុស្សមានអាស័យដ្ឋានមានអីរស់នៅឲ្យគ្នាប្រកបរបរចិញ្ចឹមជីវិតអ្នកខ្លះមានក្រុមគ្រួសារមកកណ្ដោយកគ្នាទៅដាក់គុក
ខូចទាំងអាបាត់បង់សេរីភាពបាត់បង់អីបាត់បង់អាទីពឹងគ្រួសារដើម្បីជាគេហៅថាអ្នករទទួលទានបកគោលគ្រួសារតែគេចង់ចឹងហ្មងចង់ឲ្យអ្នកឯងរៀងចាលហ្មងគឺឲ្យអ្នកឯងថាអេបើអ្នកឯងខ្លាចអត់បានរកទទួលទានអីខ្លាចជាប់គុកមកបាត់បង់ប្រាក់ចំណូលអត់ជួយគ្រួសារបានអ្នកឯងមកចូលរួមនយោបាយទៅអីរិះគន់គណៈបកកណ្ដាលអំណាចទៅអីអ្នកឯងជេរគណៈបកប្រឆាំងទៅគឺគេអត់ឲ្យជាប់គុកឯណានោះវាសិតតែជាអញ្ចឹងរឿងហ្នឹងបើមើលទៅឃើញតែអញ្ចឹងឥឡូវងាកមករឿងលោកកឹមសុខាវិញគឺមេធាវីបកែប៉ុណ្ណាមិនអាចដោះស្រាយរឿងក្តីនឹងឈ្នះឥឡូវរឿងក្តីតតាំងរឿងក្តីអីក៏ដោយតែយូរហួសពីនីតិវិធីតុលាការគឺអត់មានយុត្តិធម៌ទេវាដំណើរការវាយឺតពេកតែយ៉ាងណាបងប្អូនឥឡូវនេះលោកផែងហេងប្រហែលជាគាត់តតាំងក្តីតាមផ្លូវតុលាការតាមផ្លូវច្បាប់ឲ្យអស់ចិត្តហើយនៅតែមិនឃើញតម្រុយពន្លឺអីអញ្ចឹងម្ដងនេះគឺតតាំងក្តីតាមផ្លូវទេវតាម្ដងមើលតែបានសម្រេចអីព្រោះទេវតាឆ្នាំថ្មីអញ្ចឹងបាទជាលោកបួងសួងអញ្ចឹងទៅសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកផងសូមឲ្យទេវតាឆ្នាំមមីទេវតាមានរិទ្ធបារមីរកយុត្តិធម៌និងមិនអកតេមិនលំអៀងហើយសង្ឃឹមថាទេវតាមិនលំអៀងទេវតាមិនលំអៀងទេលោកផែងហេងខ្ញុំជឿថាប៉ុន្តែវាអកុសលអីគឺទេវតាសម្រេចយ៉ាងណាគឺវាមិនឈ្នះនឹងរឿងមនុស្សសាអ្នកសម្រេចហ្នឹងតែឥឡូវចឹងចោះទៅផ្លូវក្នុងផ្លូវអីខ្លះទៅព្រោះអាផ្លូវក្រៅនឹងវាមិនសូវបានផលជួនកាលបើយើងជឿបនបាបអីអាចនឹងបានប្រសិទ្ធភាពអីដែរទៅសង្ឃឹមចឹងទៅឲ្យលោកចង់ឲ្យទេវតាឆ្នាំថ្មីនឹងជួយបើកពិនេតកុំឲ្យបិទចិត្តឈឹងផ្ដល់យុត្តិធម៌ដល់លោកកឹមសុខាអញ្ចឹងទៅលោកថាអញ្ចេះសូមប្តឹងទូលពិតថ្វាយថាលោកកឹមសុខាមិនបានដឹកនាំនយោបាយបាត់ទឹកដីខ្មែរឬក្បត់ជាតិនោះទេសំនួនវោហារសាស្ត្រនយោបាយនៅអូស្ត្រាលីនោះដែលគាត់និយាយជាកម្មវត្ថុនៃការចាប់គាត់ដាក់គុកឲ្យផ្ដន់ទាទោសឲ្យជាប់គុក27ឆ្នាំក្នុងផ្ទះនេះគឺមិនមែនជាបទល្មើសទេហើយថ្លែងក្នុងនាមជាអ្នកតំណាងរាស្ត្រទៅទៀតដែលមានការទទួលខុសត្រូវចំពោះមុខប្រជារាស្ត្រក្នុងអាណត្តិរបស់លោកដែលមានចែងនៅក្នុងច្បាប់ទៅទៀតនេះជាប្រសាសន៍របស់លោកមេធាវីផែងហេងចុងក្រោយលោកថាក្នុងឱកាសនេះដែរលោកក៏មិនភ្លេចបងប្អូនប្រជាពលរដ្ឋខ្មែរដែរសរសើរលោកផែងហេងជូនពរជ័យទាំងព្រះមហាក្សត្រផងទាំងអំពាវនាវឲ្យទេវតាជួយលោកកឹមសុខាផងឥឡូវមិនភ្លេចប្រជាពលរដ្ឋខ្មែរទាំង17លានអ្នកជាងដែរលោកថាឱកាសនេះសូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្ថានភាពសុខសប្បាយមានសុភមង្គលពិតប្រាកដនិងសូមឲ្យទទួលបានយុត្តិធម៌ពីការរំលោភសិទ្ធិមនុស្សដីធ្លីការឆោបបោកគ្រប់ប្រភេទគ្រប់រូបភាពដែលនាំឲ្យឆ្នាំចាស់មិនទាន់បានដោះស្រាយនោះសូមឲ្យទទួលបានការដោះស្រាយដោយយុត្តិធម៌ទាំងអស់គ្នាកុំបីឃ្លៀងឃ្លាតឡើយបាទសង្ឃឹមថាទេវតាឆ្នាំថ្មីនឹងអាចរកយុត្តិធម៌អីទៅនិយាយទៅទេវតាអីហ្នឹងអារុកអរិយនេតានោះដែលកាច់បំបាក់កអ្នកបំពេញសម្បត្តិនៅក្នុងរដ្ឋសភាអីម្ដងសោះដល់អញ្ចឹងទៅធ្វើឲ្យពួកគាត់លែងជឿសិតតែជឿលើអារុកអរិយអ្នកតាស្អីណាបារមីអូមអាមយូនិយាយពីជឿពេលខ្លះហ្នឹងមិនត្រឹមតែជឿទេគឺគេហៅធ្វើនយោបាយប្រជាពិធដ្ឋហ្នឹងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងជឿថាខ្លួនហ្នឹងជាអ្នកប្រកាន់ជំនឿសាសនាដ៏អស្ចារ្យណាអីអញ្ចឹងទៅគឺថាលើកទឹកចិត្តហៅនិមន្តលោកអីមកប្រោះព្រំអីចង់ឲ្យប្រជាពលរដ្ឋជឿបាក់ទឹកបាក់ដីតាមខ្លួនប៉ុន្តែលទ្ធផលមែនតើអត់ដែលតែគោរពតែពាក្យសម្បត្តិក៏អត់ផងបងប្អូនទៅមើលពាក្យសម្បត្តិរបស់តំណាងរាស្ត្រឬក៏មន្ត្រីធំនៅស្រុកខ្មែរនិយាយពីសម្បត្តិការពារទឹកដីការពារយុត្តិធម៌សិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើកិច្ចការមិនប្រព្រឹត្តអំពើពុករលួយបើសិនជាធ្វើខុសពាក្យសម្បត្តិនឹងសូមឲ្យឡានបុកពោះក្អែបចឹកត្រូវនិយាយពីមើលពាក្យសម្បត្តិវិញមិនដឹងជារកកន្លែងណាចាប់ជាតិឃើញទេប៉ុន្តែអត់ដែលត្រូវសោះអារឿងសម្បត្តិហ្នឹងអត់ដែលត្រូវនិយាយទៅព្រោះអីប្រព្រឹត្តខុសយ៉ាងម៉េចក៏តែមិនត្រូវអាគេហៅការបំពេញសម្បត្តិហ្នឹងដល់អញ្ចឹងទៅម្នាក់អត់រៀងចាលដូច្នេះនាំគ្នាបួងសួងមកសូមឲ្យវត្ថុស័ក្តិសិទ្ធិហ្នឹងឲ្យស័ក្តិសិទ្ធិជាងមុនបន្តិចមើលដើម្បីឲ្យអ្នកដែលក្បត់សម្បត្តិហ្នឹងឲ្យគាត់រៀងចាលខ្លះបាទតែយ៉ាងណាបងប្អូននេះគឺជាជំនឿអរូបីមិនខកហាមឃាត់បងប្អូនមិនឲ្យជឿប៉ុន្តែគ្រាន់តែថាពេលខ្លះវាអត់មានការជឿនៅលើតថភាពជាក់ស្ដែងមានតែជឿលើអរូបីហ្នឹងឯងគ្រូខ្ញុំធ្លាប់ផ្ដាំមកថាមនុស្សជឿលើអរូបីឬជំនឿផ្ដេសផ្ដាស់ឬក៏អ្វីដែលជាដួងព្រលឹងវិញ្ញាណក្ខន្ធគឺដោយសារយើងអត់ជឿលើសមត្ថភាពខ្លួនឯងដែលអាចធ្វើបានទេមានតែពឹងលើហ្នឹងបើមិនពឹងលើហ្នឹងទៀតចប់ហើយទី4ទី3គឺរដ្ឋាភិបាលក្រៅប្រទេសឯណោះវិញគឺបួងសួងឲ្យទេវតាឆ្នាំថ្មីជួយយកដីខ្មែរពីថៃជូនជនភៀសសឹកវិញដែរចាប់ហើយឥឡូវទៅផ្លូវក្នុងទាំងអស់ហើយលែងពឹងលែងអីបានណាឥឡូវតឡាការក៏មានយោធាយើងក៏មានច្បាប់តឡាការអន្តរជាតិក៏មានឥឡូវនាំគ្នាទៅផ្លូវហ្នឹងទាំងអស់គ្នាអញ្ចឹងទៅទាំងលោកផែងហេងក៏ទៅផ្លូវក្នុងទាំងរដ្ឋាភិបាលក្រៅប្រទេសនេះក៏ផ្លូវក្នុងដែររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ចេញលិខិតជូនពរប្រជាពលរដ្ឋគឺអញ្ចេះក្នុងឆ្នាំថ្មីនេះគឺរដ្ឋាភិបាលក្រៅប្រទេស$23ប្រសិទ្ធពរជ័យសេរីសួស្តីវិបុលសុខគ្រប់ប្រការចូលមានដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសនិងជុំវិញពិភពលោក
ក៏ប៉ុន្តែនៅក្នុងនេះក៏ដាក់ថាសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមរាជសាទេវីសូមតាមថែរក្សាប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹកនៅតាមដងព្រំដែនព្រំប្រទល់ដែនកម្ពុជាថៃដែលបាត់បង់ដីធ្លីដោយសារសង្គ្រាមបង្កដោយក្រុមគ្រួសារត្រកូលហ៊ុនសូមឲ្យប្រជាពលរដ្ឋជនភៀសសឹកទាំងនោះទទួលបានដីធ្លីនិងទ្រព្យសម្បត្តិរបស់លោកត្រឡប់មកវិញទាំងទេវតាទៅយកមកមិនទៅលោកអើយព្រោះទេវតាមិនដឹងមានក្រុមការងារអ្នកច្បាប់អីគាត់នឹងអីអញ្ចឹងនៅ ICJ នៅអីនឹងដឹងមានដែរអីយ៉ាងអត់ទេតទៅប្រមូលរៀបចំក្រុមនឹងឡើងវិញព្រោះក្រុមរដ្ឋាភិបាលកម្ពុជាគណៈបកទេវតាគេបង្កើតមកក្រុមគេមិនទាន់ទាំងដាក់ប្តឹងផងរួចទៅពឹងលើទេវតាឆ្នាំថ្មីហ្នឹងទៅបង្កើតក្រុមការងារអីដឹងរវល់មិនទៀតណាប៉ុន្តែយ៉ាងណាគាត់សុំឲ្យទេវតាជួយវិញហើយចុងក្រោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងប្រសិទ្ធពរជ័យជូនប្រទេសកម្ពុជាទាំងមូលសូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នានេះទទួលបាននូវការផ្លាស់ប្ដូរជាវិជ្ជមានដោយអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បានគឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រដែលស្រឡាញ់សេរីភាពនិងយុត្តិធម៌ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យពិតប្រាកដបន្ទាប់ពីកម្ចាត់របបផ្ដាច់ការឲ្យបានជាស្ថាពរទេវតាឆ្នាំយើងមករាល់តែឆ្នាំដូចជាមើលមិនឃើញតែរឿងសិទ្ធិមនុស្សនឹងបំផ្លាញប្រជាធិបតេយ្យដែរចង់ណាដាក់ទណ្ឌកម្មខ្មែរដល់ណាក៏មានដឹកនាំខ្មែរទេវតាចុះរាល់តែឆ្នាំមិនដឹងចុះនៅកន្លែងណាដែរមិនដឹងមើលមិនឃើញតែឥឡូវយើងតទៅទៀតបងប្អូនចលនាមេដាធម្មជាតិឯនោះគឺនាំគ្នាស្រង់សម្ដីសកម្មជនរំលឹកអំពីវីរភាពរបស់ពួកគេក្នុងការតស៊ូមតិយុត្តិធម៌សង្គមគេទៅណាអស់ឲ្យគាត់នៅក្នុងគុកមានតសាគុន្ធាឡុងគុន្ធានោះក៏មានសាររំលឹកតកតងអ្វីដែលជាការតស៊ូគឺគាត់ចង់តែទាមទារឲ្យប្រទេសកម្ពុជាមានយុត្តិធម៌ការពារបរិស្ថានគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យតស៊ូមតិដោយប្រើតែស្លាប់បកានិងបិចអីអញ្ចឹងទៅភួនកែវរស្មីក៏អញ្ចឹងលៀងហ៊ីថនរដ្ឋានិងលីច័ន្ទរាវុធសាររបស់ពួកគាត់នៅតែរំលឹកថាពួកគាត់នៅតែចង់បានឲ្យប្រទេសកម្ពុជាមាននីតិរដ្ឋមានការដឹកនាំត្រឹមត្រូវហើយឲ្យគាត់នឹងបានមកនៅក្រៅឃុំជួបជុំគ្រួសារបន្តការងារតស៊ូដើម្បីជួយសង្គមអីអញ្ចឹងទៀតបាទតែយ៉ាងណាបងប្អូនជាប់គុក6ឆ្នាំអីណាឥឡូវទៅបាន2ឆ្នាំជាងម្នាក់មិនដឹងថ្ងៃណាគេដោះលែងទេហើយសង្ឃឹមតែទេវតាក៏ជួយមើលពួកគាត់ដែរទៅឥឡូវចូលដល់ព័ត៌មានតកតងនឹងធនាគារជាតិកម្ពុជាទាត់ចោលព័ត៌មានរឿងបិទធនាគារខ្ញុំសរសើរធនាគារជាតិកម្ពុជាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាយើងខ្វះណាស់ឬបានគាត់ទៅរវល់រឿង Facebook 2 account Facebook 2ដែលគេផ្សាយមកមាន account មួយឈ្មោះកណនីមួយឈ្មោះមានសំណាងកណនី Facebook មួយទៀតឈ្មោះថាហេងសុកហើយផ្សព្វផ្សាយព័ត៌មានពីរឿងឲ្យនាំគ្នាទៅដកប្រាក់ពីធនាគារទៅព្រោះធនាគារក៏ចិត្តបិទចុះប្រព័ន្ធដឹកនាំរដ្ឋយើងអីក៏ខ្សោយម៉េះធនាគារយើងប្រព័ន្ធណានៃប្រព័ន្ធផ្សព្វផ្សាយយើងមានពេញផ្ទៃប្រទេសរាប់ពាន់បណ្ដាញទូរទស្សន៍ផងវិទ្យុផងកាសែតផងអាអនឡាញហងអាជេរបចោគ្នាហ្នឹងក៏សម្បើមយូរទៅយករឿងមានសំណាងហើយនឹងហេងសុកឯណាទៅទាត់ចោលព័ត៌មានហ្នឹងវាជាព័ត៌មាន MMO ខ្លះហ្នឹងចេះតែយកមកផ្សាយទៅរួចទៅយើងទៅយកអាហ្នឹងធ្វើជារឿងធំដល់ធនាគារជាតិប្រព័ន្ធណានៃទៅទាត់ចោលព័ត៌មានពីអ្នកផ្សព្វផ្សាយពីអ្នកនឹងរវល់រើសដុំថ្មចោលឆ្កែនឹងដល់អង្កាលទៀតខ្ញុំពងតែឆ្ងល់គាត់ថាចេះសូមជម្រាបជូនសាធារណជននេះរបស់ធនាគារជាតិចុះថ្ងៃទី14សាមិញ10សំទោស15វាយត្រាហ្នឹងមិនដឹងជាយ៉ាងម៉េចគាត់វាយត្រានៅលើតាអសហ្នឹងហ្មងដល់អញ្ចឹងទៅបើគាត់ print ជាក្រហមជា color មើលឃើញដល់ពេល print សខ្មៅអីបិទបតាក់មកមើលអាការបរិឆេទហ្នឹងមិនឃើញសោះអាហ្នឹងផ្លូវការរបស់គាត់ត្រាទៅវាយលើអសតួអសអស់មិនដឹងថាមើលមិនហើយដល់ពេលអញ្ចឹងទៅគាត់ដាក់ថាធនាគារជាតិកម្ពុជាសម្រាប់ជូនសាធារណជនថាពេលថ្មីនេះមានព័ត៌មានចចាមអារាមគ្មានប្រភពច្បាស់លាស់ផ្សាយតាមបណ្ដាញសង្គមអះអាងថាធនាគារមួយចំនួននឹងត្រូវបានបង្កក់សាច់ប្រាក់និងត្រូវបិទដោយធនាគារជាតិធនាគារកណ្ដាលជាក់ស្ដែងកណនី Facebook ឈ្មោះមានសំណាងនិងកណនី Telegram ឈ្មោះហេងសុកផ្សព្វផ្សាយព័ត៌មានខ្លឹមសារញុះញង់ឲ្យមានការដកប្រាក់ពីធនាគារដែលព័ត៌មានទាំងនេះមិនពិតគឺបង្កចលាចលមានចេតនាបង្កអស្ថិរភាពក្នុងប្រព័ន្ធធនាគារអាចបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមបើគ្រាន់តែ Facebook មួយពីរនឹងអាចបង្កភាពវឹកវរដល់សង្គមបានសង្គមកម្ពុជានឹងផុយស្រួយមែនតើហើយប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ជាតិយើងអត់អាចធ្វើអីកើតទេអញ្ចឹងដូច្នេះមែនតើទៅអានេះគឺចឹងបានថាគេថាអីថាទៅកុំឲ្យយើងធ្វើត្រូវឲ្យដូចគេថាវាហាក់បីដូចជាធនាគារជាតិកម្ពុជាមានខ្លួនថាអាចឃ្លីងឃ្លោងអញ្ចឹងទៅយកឱកាសហ្នឹងវាយប្រហារកណនី Facebook 2ឬ Telegram ហ្នឹងទៅហើយយកហើយអាសូរតែព័ត៌មានអន្តរជាតិណាទៅជាប្រភពណានោះប្រភព MMO ណាមួយពីរម្បាតណាហ្នឹងយកមកធ្វើដូចជាសម្បើមមែនតើអញ្ចឹងយើងធ្វើឲ្យ
យើងគិតថាអូធនាគារជាតិដោះស្រាយជាមួយនឹងកណនី Facebook MMO 1 2ទៅអញ្ចឹងហើយចោះប្រព័ន្ធផ្សេងទៀតប្រជាពលរដ្ឋលែងទុកចិត្តអស់ហើយយើងកុំទៅខ្វល់ណាថាអីថាទៅកុំធ្វើត្រូវឲ្យដូចគេថាព្រោះឥឡូវហ្នឹងវាបកកធនាគារបិទដកសាច់ប្រាក់មិនបានច្រើនកន្លែងដែរនិយាយទៅវាគ្នាក៏ពិបាកដែរធនាគារជាតិទៅយើងនិយាយមែនតើណាព្រោះការមិនទុកចិត្តលើប្រព័ន្ធដឹកនាំរដ្ឋប្រព័ន្ធអីសពបែបយ៉ាងវាចាប់ផ្ដើមទៅអាចបៃត្រអញ្ចឹងដល់ពេលហើយយើងកាយដូចវែកចកអញ្ចឹងខ្ញុំអាណិតធនាគារជាតិខ្លោចចិត្តដែរម៉ោងហ្នឹងអត់ត្រូវការមកបំពល់ទុកអីអញ្ចឹងជាមួយនឹង Facebook ប្រាប់ទៅតែតាមប្រព័ន្ធធនាណែទូរទស្សន៍ជាតិអីប្រព័ន្ធផ្សព្វផ្សាយទាំងអស់ហ្នឹងចេញតែសេចក្តីថ្លែងការណ៍មួយថាធនាគារជាតិនៅបើកដំណើរការធម្មតាធនាគារផ្សេងអត់បិទអីចឹងប៉ុន្តែព័ត៌មានរឿងបិទឈរតម្រង់ជួរដកលុយមានរាល់ថ្ងៃបាទឥឡូវវែងហើយបងប្អូនខ្ញុំនៅសល់ពេលមិនដល់5នាទីទៀតទេខ្ញុំនឹងបញ្ចប់ព័ត៌មានច្រើនតកតងនឹងបើអត់តាន់ជពាក់ទៀតសំទោសតកតងនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិថ្ងៃនេះរំលឹកអំពីសារៈសំខាន់របស់តុលាការយុត្តិធម៌អន្តរជាតិ ICJ លោក Antonio Guterres ដែលជាអគ្គលេខាធិការអង្គការសហប្រជាជាតិថ្ងៃនេះបញ្ចេញសារតាមពិតម្សិលមិញសាររបស់គាត់មានប្រវែងជា3នាទីខ្ញុំបកប្រែខ្ញុំយកមិនអស់ទេគ្រាន់តែថាគាត់ចង់និយាយថារំលឹកឲ្យប្រទេសនៅលើពិភពលោកគិតពីសម្ដាប់ធ្នាប់ពិភពលោកកុំប្រព្រឹត្តសង្គ្រាមកុំបែកគ្នាដោយប្រដាប់អាវុធមកចរចាសន្តិភាពសុខដុមរមនាជាមួយគ្នាឲ្យប្រើច្បាប់ជាគោលក្នុងការដោះស្រាយបញ្ហាហើយគាត់លើកថាច្បាប់ជាគោលគឺតុលាការយុត្តិធម៌អន្តរជាតិប្រើទៅហើយលោកនឹងទៅបំពេញទស្សនកិច្ចនៅខួប18ឆ្នាំនៃតុលាការតែតុលាការនេះបើកជាង80ឆ្នាំហើយបងប្អូនប៉ុន្តែគេមានពិធីមួយធ្វើនៅ ICJ នឹងតុលាការយុត្តិធម៌អន្តរជាតិនឹងលោក Antonio Guterres នឹងទៅចូលរួមគាត់រំលឹកថាពិភពលោកអត់ត្រូវការបាញ់គ្នាទេបើឆ្លោះគ្នាព្រំដែនព្រំអីប្រើតុលាការយុត្តិធម៌អន្តរជាតិតែចរចាគ្នាជជែកគ្នាអត់ត្រូវគ្នាបាញ់គ្នាគាត់កុំឲ្យបាញ់គ្នាអញ្ចឹងគ្មានសង្គ្រាមណាមកបានសន្តិភាពទេគ្មានអំពើហិង្សាណាបានយុត្តិធម៌ទេអីចឹងទៅបាទដូចទៅសុំភ្លើងយ៉ាអញ្ចឹងថាអ៊ីរ៉ាក់អ៊ីរ៉ង់ឬក៏អាមេរិកនឹងផ្សេងអ៊ីស្រាអែលអ៊ុយក្រែនអីចឹងខ្មែរយើងក៏ត្រូវដែររឿង ICJ យើងអត់ទៅប្តឹងនៅ ICJ ហ្នឹងទេយើងនៅតែរ៉ាំរ៉ៃជាមួយគ្នាចរចាឥឡូវចរចាអត់ត្រូវគ្នានឹងនៅអញ្ចឹងទៅនោះកាត់ដីនោះបើកឲ្យថៃចូលមកមើលអីចឹងយើងនឹងរកម្មចិត្តអីចឹងទៅបាទបន្តទៅទៀតគឺតកតងនឹងមានព័ត៌មានមួយពីអាមេរិកតកតងនឹងការបាញ់នៅក្នុងសាលារៀនបងប្អូននិយាយពីព័ត៌មានដែលបាញ់សិស្សនៅសាលារៀននេះគឺវាកើតឡើងជា allergy ទៅឲ្យនៅសហរដ្ឋអាមេរិកព្រោះមនុស្សគ្រប់រូបមានសិទ្ធិកាន់កាភ្លើងចឹងបានថាកាភ្លើងបើកាន់ប៉ះចំមនុស្សល្អជួយការពារកាន់ចំមនុស្សទុច្ចរិតឬក៏ចង់សម្លាប់គេគឺដឹងតែយ៉ាប់ថ្ងៃនេះនៅរដ្ឋអូក្លាហូម៉ាតាមពិតម្សិលមិញគឺនាយកសាលាម្នាក់បានទៅបតាយបតប់ទាញកាភ្លើងចេញពីខ្មាន់កាភ្លើងដែលជាអតីតសិស្សនៅវិទ្យាល័យមួយហ្នឹងនៅអូក្លាហូម៉ាដែលអាយុ20ឆ្នាំសិស្សហ្នឹងធ្លាប់រៀននៅសាលាវិទ្យាល័យហ្នឹងប៉ុន្តែមកដឹងជាររឿងអីប្រាប់មកថាចង់ពេលដែលប៉ូលីសស៊ូពេលក្រោយមកថាចង់បាញ់សម្លាប់សិស្សហ្នឹងមានកាភ្លើងយកមកបាញ់សម្លាប់សិស្សឲ្យដូចអ្វីដែលគេធ្លាប់ធ្វើមកមើលធ្លាប់មើលអញ្ចឹងទៅជាមានជំងឺផ្លូវចិត្តអីអញ្ចឹងហើយដល់ពេលបាញ់ទៅគឺត្រូវជើងរបស់នាយកសាលាប៉ុន្តែនាយកសាលាហ្នឹងក្លាហានមែនទែនរត់ទៅបតាយបតប់ទៅដើមកាភ្លើងពីជនដៃដល់នឹងបានទៅក៏មានគ្នាគាត់ជាសហការីជួយចាប់ជួយអីទៅបានតែទប់ជននេះមិនឲ្យសម្លាប់អ្នកណាម្នាក់ទៅលបួសតែនាយកសាលាត្រូវជើងបន្តិចទៅឥឡូវគេខ្លាយទៅជាវីរៈបរិះគួរឲ្យសរសើរប៉ុន្តែរឿងនេះប៉ាល់ពេញសហរដ្ឋអាមេរិកអំពីវីរៈភាពរបស់នាយកសាលាប្រុសរូបនេះដែលទៅបតាយបតប់ជាមួយនឹងជនរងជនដៃដល់ដែលប្រាប់ប៉ូលីសថាតាមពិតបំណងគឺមកបាញ់សម្លាប់សិស្សនៅក្នុងសាលាហ្នឹងអញ្ចឹងបានន័យថានាយកសាលាសង្គ្រោះជីវិតមនុស្សបានច្រើនអ្នកឥឡូវនេះគឺបាទឥឡូវខ្ញុំស្លេះរឿងវីរៈបរិះហ្នឹងមកលើសិនគឺលោកត្រាំបញ្ជាក់ថាការចរចាជាមួយអ៊ីរ៉ង់នឹងបន្តធ្វើទៀតក្នុងរយៈពេល2ថ្ងៃទៅមុខទៀតបាទនេះគឺជាដំណឹងល្អដែរបងប្អូនពួកអីអ៊ីរ៉ង់នៅពេលដែលអាមេរិកចាប់ផ្ដើមបិទអាចច្រកហ័រមូសអត់ឲ្យកប៉ាល់ដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទាំងអស់ឥឡូវអ៊ីរ៉ង់ពិបាកមែនតើដោយសារទី1គឺដង្ហើមសេដ្ឋកិច្ចអ៊ីរ៉ង់ពឹងទៅលើទំនាក់ទំនងសេដ្ឋកិច្ចដឹកជញ្ជូនទំនិញព្រោះដែនសមុទ្រហ្នឹងគឺធំដល់ពេលបិទអញ្ចឹងគឺចំបាច់កអ៊ីរ៉ង់ខ្ទប់ដង្ហើមអត់ឲ្យដកឥឡូវនេះអ៊ីរ៉ង់អត់មានជំរឿសអីក្រៅតែពីទេមកសុំជួបអញ្ចឹងអាមេរិកក៏ថាជួបក៏ជួបដែរអញ្ចឹង2ថ្ងៃទៀតនឹងអាចជួបគ្នាទៀតហើយជួបនេះគឺតាក់តងរឿងបរមាណូហ្នឹងទេបើអ៊ីរ៉ង់អត់ព្រមឈប់រឿងបរមាណូហ្នឹងអាមេរិកនឹងមិនឲ្យអ៊ីរ៉ង់រួចខ្លួនទេឥឡូវនេះរឿងវាសំខាន់ចេះទៀតអ៊ីរ៉ង់ថាឈប់ឲ្យបរមាណូប៉ុន្តែសុំឈប់5ឆ្នាំសិនបានអត់តែអាមេរិកថា20ឆ្នាំបានយកឥឡូវវានៅរឿងលើ20ឆ្នាំឬក៏5ឆ្នាំហ្នឹងអញ្ចឹងអាមេរិកនៅតែប្រកាន់ជំហរថាឈប់ល្អហើយប៉ុន្តែ20ឆ្នាំទៅបានព្រមបើថាឈប់តែត្រឹម5ឆ្នាំក៏អត់ព្រមឥឡូវចាំមើលទៀតបងប្អូនតែយ៉ាងណាគ្រាន់តែលឺសូរតែចរចា2ថ្ងៃទៀតប្រេងសាំង
ប្រេងអីលើពិភពលោកធ្លាក់ថ្លៃក្តុកភ្លាមឃើញទេចុះមកក្រោម100ភ្លាមវិលមុខមកយើងឡើងចុះយើងតាមគេអត់ទាន់ទេប៉ុន្តែអានេះហើយជានយោបាយហ៎បងប្អូនហើយលោកត្រាំគាត់ថាឥឡូវអាចច្រកហមូសហ្នឹងណាគឺកប៉ាល់ចម្បាំងរបស់អាមេរិកនៅចាំនៅច្រកផ្លូវពីខាងមុខបិទចិត្តទាំងអស់ហ្មងហើយមានកប៉ាល់6គ្រឿងណាដែលហ៊ានឆ្លងកាត់អាកន្លែងហ្នឹងពេលដែលអាមេរិកបិទហ្នឹងណាទាវហៅមកវិញទាំងអស់មកកន្លែងណាទៅកន្លែងដើមវិញអត់ហ៊ានខ្លាចអាមេរិកបាញ់កំតិចដែរឥឡូវចិនតែពមៀនអាមេរិកពីម្សិលមិញថាអត់ឲ្យប៉ះពាល់កប៉ាល់ចិនឆ្លងកាត់តាមហ្នឹងតែអាមេរិកប្រាប់ឲ្យថាបើកប៉ាល់ដឹកទំនិញបោះចិនបោះអីក៏ដោយតែបើដឹកពីកំពង់ផែអ៊ីរ៉ង់ឆ្លងតាមច្រកហ្នឹងទៅកំពង់ផែអ៊ីរ៉ង់ណាទៀតគឺបិទទាំងអស់គ្រប់ប្រទេសតែម្ដងមិនមែនតែចិនទេអញ្ចឹងបើសិនជាដឹកទៅកំពង់ផែផ្សេងឬក៏មិនចេញពីកំពង់ផែអ៊ីរ៉ង់អត់អីទេឥឡូវនេះគឺបិទចិត្តឈឹងហើយអត់មានចេញចូលទេនិយាយទៅគឺបិទចិត្តឈឹងកប៉ាល់ដែលចេញពីអ៊ីរ៉ង់ទៅកំពង់ផែអ៊ីរ៉ង់តែប៉ុណ្្នឹងឯងកប៉ាល់ដទៃទៀតអាមេរិកអត់ហាមឃាត់ទេហើយនៅកាងការពារអញ្ចឹងចឹងហើយថ្ងៃនេះបានជាលោកត្រាំឮសូរពាក្យគាត់ថាអូឥឡូវលោកស៊ីជីនពីងហ្នឹងទីនេះតបដីចិនហ្នឹងថាសบายចិត្តខ្លាំងណាស់ដែលអាមេរិកជួយបិទច្រកហមូសហ្នឹងដោយអចិន្ត្រៃយ៍ចឹងទៅជួយអីការពារអីចឹងប៉ុន្តែគាត់ថាចិនហ្នឹងអរគុណអាមេរិកសบายចិត្តនឹងអាមេរិកនឹងរឿងបិទអាហ្នឹងហើយថាលែដែលមិនផ្ដាល់កំភ្លើងទៅអ៊ីរ៉ង់ទៅអីណាអីចឹងទៅមិនដឹងថាផ្សារហ្នឹងវាយ៉ាងម៉េចបងប្អូនព្រោះចិនលក់អាវុធលក់អីផ្ដល់អាវុធឲ្យអ៊ីរ៉ង់មកយោហើយប៉ុន្តែឥឡូវនេះគឺតកតងនឹងបញ្ហាដឹកទំនិញនេះប្រហែលជាអាចមានការយល់គ្នាមួយគឺថាទំនិញបើដឹកចេញពីកំពង់ផែអ៊ីរ៉ង់ទោះជាកប៉ាល់ចិនឬកប៉ាល់ណាទៅកំពង់ផែអ៊ីរ៉ង់មួយទៀតគឺអត់ឲ្យចេញទេអាមេរិកអត់ឲ្យចេញអញ្ចឹងសេដ្ឋកិច្ចអ៊ីរ៉ង់ពេលនេះគឺចាប់ផ្ដើមរង្គោះរង្គើកំពុងតែពវិទ្ធនាមែនតើអញ្ចឹងហើយបានធ្វើឲ្យអ៊ីរ៉ង់បខំចិត្តចូលតុចរចាបាទរឿងនេះណាចរចាជាមួយអាមេរិកវាអត់យុត្តិធម៌ទេបងប្អូនដូចយើងចរចាជាមួយថៃដែលមានសភាវុធវាយយើងអញ្ចឹងវាអត់មានក្រៅពីសម្បទានគឺអត់មានអីទៅរួចខ្លួនទេអញ្ចឹងអ៊ីរ៉ង់សម្បទានគឺឈប់ផលិតអាវុធបរមាណូហើយនឹងមួយទៀតគឺអត់អាចទីអាមេរិកសងខ្លាយខូចខាតអីទាំងអស់ហើយទៅចាប់ដើមទៅហើយគឺទៅអញ្ចឹងខ្មែរយើងអញ្ចឹងឃើញទេចរចាជាមួយថៃអត់មានប្តឹងគេទៅតុលាការយុត្តិធម៌អន្តរជាតិដោយសារស្អំចិត្តគេចរចាទ្វេភាគីសិនអាហ្នឹងទៅហើយវានឹងទៅជារឿងសម្បទាននឹងដោយស្វ័យប្រវត្តិតិចទៀតបានណាបើកព្រំដែនឡើងវិញអីវិញអាដីហ្នឹងចេះអូសទៅចាំថ្ងៃណាចរចាថ្ងៃណា1ឆ្នាំទៅ2ឆ្នាំ2ឆ្នាំទៅ3ឆ្នាំទៅហ្នឹងវានៅតែរ៉ាំរ៉ៃចឹងបងនៅកម្ពុជានិងថៃកំពុងនាំគ្នាដេកភ័យរឿងព័ត៌មានអំពីការចរចាបើកព្រំដែនខ្មែរថៃឡើងវិញឆាប់ភ័យអើយភ័យខាងខ្មែរក៏ភ័យម្យ៉ាងទៅខាងថៃក៏ភ័យម្យ៉ាងទៅហើយអត់មានភ័យរឿងអីទេភ័យរឿងបើកព្រំដែនដែលអាចមានចរាចរណ៍ទំនិញទំនាក់ទំនងការទូតល្អនឹងគ្នាឡើងវិញអីលាក់នឹងលាក់អីអញ្ចឹងទៅព្រោះអានេះគេហៅថាប្រុសប្រកាន់ស្រីប្រកែកម្នាក់សិតតែសម្បើមរៀងខ្លួនណាគឺសិតតែគេហៅថានិយាយទៅវាជាឱកាសមួយដែលធ្វើឲ្យប្រជាពលរដ្ឋរងខ្លោចផ្សាទាំងខ្មែរទាំងថៃព្រោះអីនៅពេលដែលម្នាក់ភ័យអូយខ្លាចតែអ្នកណាគេនិយាយថាអូឥឡូវខ្មែរទៅថៃហើយតាក់តងនឹងចរចាបើកព្រំដែនឡើងវិញអាហ្នឹងក៏រឿងដែរព្រោះខ្មែរខ្លាចអន់ខ្លួនគេវាយឡើងទុកសាច់គេយកដីអស់មកកណោគេអ្នកបិទព្រំដែនដោយឯកតោភាគីសោះហេតុអីបានជាលឺព័ត៌មានថាខ្មែរទៅលួចចរចាជាមួយគេអីឬក៏ស្អីក៏ដោយឲ្យតែថាលឺថាភាគីកម្ពុជាចរចាជាមួយគេហ្នឹងគឺភ័យតែម្ដងព្រោះភ័យខ្លាចអន់ខ្លួនជួទោះបីជាការបើកព្រំដែនឡើងវិញហ្នឹងវាបានជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងសងខាងទាំងសេដ្ឋកិច្ចជាតិទាំងសេដ្ឋកិច្ចថៃសេដ្ឋកិច្ចខ្មែរទាំងទំនាក់ទំនងការទូតល្អទៅរកដំណោះស្រាយហើយម្នាក់សិតតែចង់បានណាអាការចរចាទ្វេភាគី JBC JPA នោះប៉ុន្តែបើលឺរឿងបើកព្រំដែនវិញហ្នឹងគឺតលន់ភ័យគ្រប់គ្នាដេកភ័យគ្រប់គ្នាថៃហ្នឹងក៏តែអញ្ចឹងឲ្យតែលឺសូរថាអូមានការចរចាបើកព្រំដែនវិញអារដ្ឋាភិបាលថ្មីហ្នឹងមិនទាន់បានក្តៅកៅអីផងភ័យខ្លាចធ្លាក់ពីតំណែងទៀតព្រោះអីថាច្បោលមកចរចាស្អីបើកព្រំដែនអីជាមួយកម្ពុជាមានត្រូវខ្លាចអីខ្មែរវាយយកដីបានមកកណ្ដោហើយបិទទៀតក៏បានដែរព្រោះខ្មែរគេប្រាប់ឲ្យថាបិទ500ឆ្នាំទៀតក៏បានដែរហើយអត់ដឹងថាការបិទព្រំដែនហ្នឹងវាខូចខាតទាំងសេដ្ឋកិច្ចទាំងសងខាងប៉ះពាល់ប្រជាពលរដ្ឋនៅព្រំដែនរឿងអីសពបែបយ៉ាងជាតិនិយមជ្រុលទាំងសងខាងហើយដល់ពេលអញ្ចឹងដល់ភ័យរួមគ្នាអញ្ចឹងអត់មានដំណោះស្រាយព្រោះធម្មតាអាព័ត៌មានចចាមអារាមពេលខ្លះវាជាដំណោះស្រាយជាតម្រុយមួយបងប្អូនមានដែលឮយើងមានដែលសុកស្រាប់ថាអូយកមិញគេងយសពអាបញ្ហាចាក់ស្រេះដោះស្រាយមិនចេញសោះស្រាប់តែមិនដឹងអាម៉េចនៅក្នុងយសពហ្នឹង
គេប្រាប់ពីតម្រាយផ្លូវរបៀបដោះស្រាយអីអញ្ចឹងទៅស្រាប់តែដូចជាមានពលឺអីមួយជួយឲ្យយល់សពហ្នឹងខ្លាចទៅជាការពិតអីអញ្ចឹងទៅយើងថាមិនជឿយល់សពទេមិនអញ្ចឹងហ៎ជឿយល់សពចាក់កតុយលេខចាក់អីណាអាហ្នឹងមិនជឿក៏ល្អដែរប៉ុន្តែពេលខ្លះខួរក្បាលយើងនៅក្នុងអាការដែលយើងគិតច្រើនសញ្ជឹងរកដំណោះស្រាយអីមួយខួរក្បាលអង្គុយធ្វើការមួយយប់វាស់ព្រឹកដែរហ្នឹងខួរក្បាលយើងអត់ដែរសម្រាកទេយើងបានសម្រាកមែនតែខួរក្បាលអត់សម្រាកទេបើខួរក្បាលសម្រាកបេះដូងយើងឈប់ដើរបាត់ហើយហ្នឹងចឹងខួរក្បាលយើងគឺនៅតែដើររហូតដើម្បីឲ្យបេះដូងដើរសួតប្រមាត់ថ្លើមអីហ្នឹងនៅដើរទៅភ្លឺប្រព័ន្ធរំលាយអាហារចរាចរណ៍ឈាមអីហ្នឹងគឺខួរក្បាលដើររហូតគ្រាន់តែថាសម្រាប់ផ្នែកខ្លះដើម្បីឲ្យយើងបានគេងលងលក់ស្កប់ស្កល់អីអញ្ចឹងទៅពេលខ្លះធ្វើការខ្លាំងពេកក៏យើងអត់សម្រាកស្កប់ស្កល់ហ្នឹងក៏យល់សពបែកញើសជោគពេញខ្លួនអីអញ្ចឹងទៅថាខ្មោចសកត់អីអញ្ចឹងទៅបាទអាហ្នឹងដោយសារតែសុខភាពមិនល្អអីទៅបន្ទោសរឿងខ្មោចសកត់ឯណានោះវិញហើយទៅតាមពិតនៅក្នុងដំណើរនៃការខួរក្បាលនៃយប់ឡើងហ្នឹងវាអាចចេញជាតម្រុយអីចឹងយកមកក៏ដោះស្រាយបញ្ហាឥឡូវអត់ទេខ្មែរយើងគឺឲ្យតែយល់សពឬក៏មានព័ត៌មានអីរឿងថាបើកព្រំដែនឡើងវិញគឺម្នាក់ឡើងមកការពាររៀងខ្លួនភ័យខ្លាចបើកព្រំដែនឡើងវិញទាំងសងខាងថាខ្មែរទៅគ្នាទៅ20ត្រូវហើយព្រោះអីថៃអ្នកបិទរឿងអីបាន